ការកែតម្រង់នៅក្នុងនីតិនេះតាបាននិយាយហើយតែចៅស្ដាប់មិនទាន់ឬស្ដាប់មិនទាន់បានស្រោចស្រង់កសាងឡើងនៅសន្តិភាពសង្គមនិងនីតិរដ្ឋមានច្បាប់វិន័យត្រឹមត្រូវសីលធម៌លើកដំកើងនៅសុជីវធម៌គឺរបៀបរស់នៅដោយសេចក្តីសុចរិតនៅក្នុងសង្គមបង្កើតនៅការរស់នៅដោយសុភាវធម៌ការប្រើប្រាស់ពាក្យសម្ដីការនិយាយស្ដីការផ្សព្វផ្សាយដោយអត់ភូតកុហកអត់គំរាមកំហែងអត់ហែកហួរគ្នាបង្កើតបាននៅគុណធម៌ដែលយល់ដឹងពីប្រយោជន៍របស់ខ្លួនប៉ុន្តែមិនអាត្មានិយមឆ្ពោះទៅរកការកសាងសមធម៌ដែលមានតែក្រហ្នឹងអាចរស់នៅដោយចុះសម្រុងគ្នាមិនក្តៅក្រហាយការកែតម្រង់ហ្នឹងអញ្ចឹងហើយបើនិយាយជាភាសាធម្មតាគឺអ្វីដែលមាននៅក្នុងរដ្ឋធម្មនុញ្ញត្រូវកែតម្រង់ឲ្យបានច្រើនឆ្ពោះទៅរកអ្វីដែលមាននៅក្នុងរដ្ឋធម្មនុញ្ញព្រោះរយៈកាលកន្លងមកលោកហ៊ុនសែនមិនបានគោរពរដ្ឋធម្មនុញ្ញទេអាហ្នឹងបាននិយាយមួយយ៉ាងទៀតអូខេអញ្ចឹងណាកូនតើវិបត្តិការទូតចិននិងជប៉ុនអាចផ្ទុះអាវុធទេព្រោះចិនប្រមានថាវីចៅឯងតាមព័ត៌មានជប៉ុននិងចិនអត់តាន់ទេចៅឯងយឺតហើយណាអញ្ចឹងសំណួររបស់ចៅឯងឆ្លើយខ្លីថាអត់កើតទេអត់ផ្ទុះអាវុធទេណាកូនណាអូខេCTG City Gaming លោកតាសូមជួយបកស្រាយរឿងយួនយកអក្សរខ្មែរដាក់បញ្ចូលកម្មវិធីសិក្សារបស់គេផងតើគួរអរគុណនយោបាយជោគជ័យរបស់សម្ដេចហ៊ុនសែនឬទេសំណួររបស់ចៅចូលចិត្តអរគុណក៏អរគុណទៅណាសំណួររបស់ចៅយល់ឃើញថាចៅយកចិត្តទុកដាក់រឿងអរគុណបើចៅចង់អរគុណចុះណាចៅណាការដែលយួនដាក់អក្សរខ្មែរក្នុងកម្មវិធីសិក្សាគឺយួនធ្វើដើម្បីប្រយោជន៍ជនជាតិយួនតែបើចៅចង់អរគុណយួនក៏បានអរគុណសម្ដេចហ៊ុនសែនក៏បានណាកូនណាអត់អីទេអរគុណទៅពីព្រោះយើងកើតមកសម្រាប់អរគុណគេហើយចម្លើយរបស់តាប៉ុណ្ណឹងណាកូនណាអូខេណាលោកតាយើងត្រូវធ្វើដូចម្ដេចដើម្បីដាស់សតិឲ្យយើងចេះភ្ញាក់រលឹកជានិច្ចព្រោះមនុស្សយើងតែងភ្លេចខ្លួនបួយពោដើម្បីឲ្យយើងភ្ញាក់ខ្លួនតលតែយើងចេះដើម្បីឲ្យយើងចេះតលតែយើងរៀនដើម្បីឲ្យចេះបានច្រើនតលតែរៀនកុំឈប់ចម្លើយមានប៉ុណ្ណឹងណាកូនណាចៅណាមានប៉ុណ្ណឹងចម្លើយអូខេណាចម្លើយមានប៉ុណ្ណឹងSakuno you I think Onsen is just a grass eater Sakuno please do not bother us you can go to somewhere and play I thank you very much but please Sukano please do you hear me if you don't hear me I will make you hear me okay Sukano អរគុណណាអូខេ policeman អីក៏ត្រូវម្លេះបងយួនលេបដល់ពាក់កណ្ដាលខ្លួនហើយធ្វើរំភើយចង់ជម្រាបលោកហ៊ុនសែនតែប៉ុណ្្នឹងទេថាបើមិនកែតម្រង់ទេអនាគតវងតកូលគាត់នឹងរបូតពីអំណាច